មន់អាំងបុកល្ហុងបាយដំណើបនៅស្រុកថៃញ៉ាំងាយៗអញ្ចឹងដើម្បីចំណេញលុយពេលនេះគឺថ្ងៃត្រង់ហើយមុនចូលផ្ទះទិញអីយកទៅញ៉ាំនៅក្នុងផ្ទះសិនហើយក៏ចូលទិញបុកល្ហុងមន់អាំងនៅតូបដែលនៅជិតផ្ទះតូបហ្នឹងគាត់លក់ដាច់ជាងគេពេលព្រឹកព្រោះថាពេលព្រឹកឡើងបើសិនជាអ្នកណាអត់បានញ៉ាំអីពីផ្ទះមកទេវាច្រើនគេទិញមន់អាំងសាច់ជ្រូកអាំងហើយត្រីអាំងមកបាយដំណើបយកទៅញ៉ាំនៅកន្លែងធ្វើការនៅក្នុងស្រុកថៃតាមរយៈដែលខ្ញុំរស់នៅហ្នឹងគឺមិនសូវមានតូបណាដែលគេបើកលក់អាហារពេលព្រឹកសម្បូរដូចនៅក្នុងស្រុកខ្មែរយើងទេអញ្ចឹងទេអាហារពេលព្រឹកនៅថៃភាគច្រើនគេញ៉ាំមន់អាំងបាយដំណើបហើយបើអ្នកខ្លះគេធ្វើអីញ៉ាំពីផ្ទះមកគឺគេធ្វើពងមាន់ចៀនឬអូម៉ាឡេតញ៉ាំជាមួយបាយមកពីផ្ទះអីអញ្ចឹងហើយឬមួយក៏ធ្វើសាច់ជ្រូកចៀនអាហារដែលងាយៗធ្វើពេលព្រឹកអញ្ចឹងប៉ុន្តែបើសម្រាប់អាហារថ្ងៃត្រង់និងអាហារពេលល្ងាចគឺមានតូបបើកច្រើនដូចនៅប្រទេសខ្មែរដែរហើយតូបដែលខ្ញុំកំពុងចូលទិញហ្នឹងគឺពេលព្រឹកគឺអត់មានបុកល្ហុងទេព្រោះថាអ្នកលក់ក៏លក់អត់ទាន់ក៏លក់តែមន់អាំងបាយដំណើបតែប៉ុណ្្នឹងទេទឹកប្រហុកដែលបានឃើញមិញហ្នឹងចង់និយាយថាគឺឈ្ងុយឆ្ងាញ់តែម្ដងរសជាតិបុកល្ហុងឆ្ងាញ់លើមិនឆ្ងាញ់វាអាស្រ័យលើទឹកប្រហុកដែលគេដាក់ហ្នឹងហើយបើថាទឹកប្រហុកឆ្ងាញ់គឺឆ្ងាញ់ហើយថ្ងៃហ្នឹងដែរទិញតែបុកល្ហុងមួយត្បាល់ហើយនឹងមន់អាំងហើយនឹងថ្លើមអាំងមកតែកាក់ប៉ុណ្្នឹងឯងបុកល្ហុងហ្នឹងអ្នកលក់ប្រាប់ថាបើមិនហឹរគឺមិនឆ្ងាញ់មានអ្នកណាចូលចិត្តញ៉ាំមន់អាំងបុកល្ហុងខ្លះញ៉ាំហឹរតិចឬក៏ហឹរខ្លាំងខមមិនប្រាប់គ្នាផង